ក្រោយពេលដែលប្រាសាទអង្គរវត្តបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមានមនុស្សនៅលើពិភពលោកជាច្រើនតែងឆ្ងល់ថាតើប្រាសាទអង្គរវត្តហ្នឹងពិតជាខ្មែរសាងសង់មែនឬវាដូចជាតាក់ទងជាមួយនឹងរឿងប្រាសាទពីរ៉ាមីតចឹងវាលើសពីការរំពឹងទុកដែលថាជំនាន់ហ្នឹងមនុស្សបុរាណអាចធ្វើបានចឹងណាចឹងឥឡូវនេះយើងនឹងនិយាយអំពីការសាងសង់ប្រាសាទអង្គរវត្តហើយនៅពេលនោះគឺមានវិស្វករជនជាតិបរទេសម្នាក់គាត់មានឈ្មោះថា David ដែលគាត់ជឿជាក់ទៅលើបច្ចេកវិទ្យាទំនើបមែនតើហើយគេតែងតែឆ្ងល់ថាតើកាលជាង 1000 ឆ្នាំមុនមនុស្សកាលជាង 1000 ឆ្នាំមុនអាចសាងសង់ប្រាសាទដ៏អស្ចារ្យមួយនេះបានដោយរបៀបណាទាំងដែលគណិតវិទ្យាមិនដឹងជានៅណាហើយការគុនគូវាស់អ្វីហ្នឹងគឺសក្តិមែនតើច្បាស់តកតងជាមួយនឹងថ្មគឺច្បាស់មែនតើដូចជារឿងតកតងជាមួយនឹងប្រាសាទពីរ៉ាមីតចឹងប្រហែលជាង 4000 ឆ្នាំស្រុតតែប្រហែលសង់ទីម៉ែត្រទេបងប្អូនសូម្បីតែឡាមផ្លែឡាមយកទៅចាក់ចូលនៅក្នុងចន្លោះថ្មហ្នឹងក៏ដាក់ចូលដែរវាពិតជាអស្ចារ្យមែនតើហើយក្នុងវីដេអូនេះគឺជឿនិយាយតកតងជាមួយនឹងប្រាសាទអង្គរវត្តចំណែកឯលោក David វិញគាត់មានការឆ្ងល់ជាខ្លាំងថាតើប្រាសាទអង្គរវត្តហ្នឹងសាងសង់ដោយរបៀបណាដូច្នេះគេបានធ្វើដំណើរមកប្រាសាទអង្គរវត្តដើម្បីស្វែងរកចម្លើយដោយប្រើឧបករណ៍បច្ចេកវិទ្យាតាមបែបវិទ្យាសាស្ត្រទំនើបបំផុតរបស់គេចឹងណាហើយការទង្គិចរវាងលេខនិងសិល្បៈយើងគិតមើលវិញ David បានយកឧបករណ៍វាស់ស្ទង់ GPS ហ្នឹងនិងឧបករណ៍វាស់ពន្លឺទៅដាក់នៅលើចំណុចកណ្ដាលនៃប្រាសាទអង្គរវត្តគេរកឃើញថារឿងដែលមិនគួរឲ្យជឿមួយហ្នឹងប្រវែងជញ្ជាំងនិងចម្ងាយរវាងកម្ពស់ប្រាសាទនីមួយៗហ្នឹងណាមិនមែនសាងសង់តាមចិត្តចង់នោះទេប៉ុន្តែវាត្រូវបានគណនាតួលេខយ៉ាងសុក្រិតតាមតារាសាស្ត្រជាឧទាហរណ៍ចំនួនចណ្ដើរនិងចម្លាក់តាមជញ្ជាំងហ្នឹងគឺត្រូវនឹងចំនួនថ្ងៃនៅក្នុងមួយឆ្នាំនិងចលនារបស់ភពផ្កាយហើយ David បានចាប់ផ្ដើមញើសចូលខ្នងម្ដងព្រោះថាលេខទាំងនេះសុទ្ធតែជាគណិតវិទ្យាជាន់ខ្ពស់ទៀតណាវាអស្ចារ្យត្រង់ហ្នឹងទាំងអស់គ្នាហើយមួយវិញទៀតហ្នឹងអីដែលសំខាន់បំផុតដឹងអីបងប្អូនអរគ្នាគឺបាតុភូតសមាធិត្រីហើយបងប្អូនដើរទៅទេពេលដែលកើតបាតុភូតនេះឡើងអញ្ចឹងបាតុភូតសមាធិត្រីនេះគឺជាថ្ងៃសំខាន់បំផុតហើយវាកើតនៅថ្ងៃទី21មិនិនាខែមីនា David បានរៀបចំកាមេរ៉ារបស់គាត់ដើម្បីថតរូបនៅម៉ោងប្រហែលជា 6 ព្រឹកព្រះអាទិត្យចាប់ផ្ដើមរះឡើងវិញអ្វីដែលធ្វើឲ្យស្រឡំកាំងនោះគឺប្រាសាទអ្វីដែលគួរឲ្យស្រឡំកាំងនោះគឺព្រះអាទិត្យមិនមែនរះចំចំហៀងឬក៏ខុសកន្លែងទេប៉ុន្តែវាបានរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តតែម្ដងយ៉ាងច្បាស់ក្លែតវិទ្យាសាស្ត្រហៅបាតុភូតនេះថា Equinox ថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះបញ្ជាក់ថាដូនតាខ្មែរដឹងពីគន្លងផែនដីវិលជុំវិញព្រះអាទិត្យហ្នឹងយ៉ាងច្បាស់បំផុតតាំងពីសម័យដែលពិភពលោកមិនទាន់ស្គាល់ telescope មកម្ល៉េះឥឡូវយើងងាកមកមើល David វិញ David បានអង្គុយចុះរួចទុកឧបករណ៍ទំនើបរបស់គាត់ហ្នឹងមួយឡែកគេដឹងថាវិទ្យាសាស្ត្រអាចវាស់វែងទំហំប្រាសាទប៉ុន្តែมันអាចវាស់វែងវិញ្ញាណនិងបញ្ញាញាណរបស់បុព្វបុរសខ្មែរបានទេអង្គរវត្តមិនមែនសាងសង់ឡើងដើម្បីគ្រាន់តែជាសំណង់ទេប៉ុន្តែវាជាការសរសេរច្បាប់ចក្រវាឡនៅក្នុងថ្មគឺជារឿងដ៏អស្ចារ្យហើយហេតុផលទាំងនេះហើយដែលធ្វើឲ្យពិភពលោកទទួលស្គាល់អំពីបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្តរបស់យើងនេះឯងអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយ like Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀត